ពេញទៅដោយស្នាមជាំខ្មៅជាំឈាមគួរឲ្យខ្ពើមរអើមបំផុតអ្វីដែលគួរឲ្យរំភើបជាងទៅទៀតនោះគឺវិញ្ញាណនោះមិនមែនគ្រាន់តែឈរមើលនោះទេនាងបានចាប់ផ្ដើមរំកិលខ្លួនឡើងមកលើគ្រែយឺតសំដៅមកចំទ្រូងរបស់គាត់ព្រមទាំងបញ្ចេញសំឡេងសើចខ្សឹបនិងញញឹមចំអកមកកាន់គាត់ទាំងផ្ទៃមុខដ៏រលួយភាពភ័យខ្លាចបានជំរុញឲ្យព្រលឹងរបស់គាត់សឹងតែលេចចេញពីរូបរាងកាយរហូតទៅដល់គាត់សន្លប់បាត់ស្មារតីទាំងដកដង្ហើមញាប់ស្ទើរតែដាច់ខ្យល់នេះគឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយដែលបង្ហាញថានៅពេលដែលយើងស្នាក់នៅលើដីដែលមានប្រវត្តិជូរចត់ហើយកន្លែងនោះគ្មានរបាំងស័ក្តិសិទ្ធិដូចជាព្រះភូមិឬជំនាញផ្ទះការពារទេវិញ្ញាណសាហាវអាចចូលមកលុកលុយនិងធ្វើបាបព្រលឹងរបស់យើងរហូតទៅដល់គ្រោះថ្នាក់ដល់ជីវិតបានយ៉ាងងាយស្រួលបំផុតដើម្បីការពារខ្លួនពីការយាយីរបស់ពពួកអរូបទាំងអស់នេះដូនតាខ្មែរតែងតែណែនាំពីក្បួនខ្នាតមួយចំនួនដូចជា 1. ការគោរពនិងការសុំខមាទោសនៅពេលទៅដល់កន្លែងថ្មីឬប្លែកភ្នែកត្រូវឲ្យធូរសុំសេចក្តីសុខនិងសុំការអនុញ្ញាតស្នាក់នៅពីម្ចាស់ទឹកដីលោកតាចាស់ស្រុកជាមុនសិន